រឿងក្អែកញីឈ្មោលនិងពស់អ្នកមានប្រាជ្ញាអាចញ៉ាំងអ្នកដទៃឲ្យសម្លាប់សត្រូវខ្លួនបានមានក្អែកញីឈ្មោលមួយគូអាស្រ័យនៅលើដើមឈើមួយដើមនៅក្នុងប្រងដើមឈើនោះមានពស់វែកមួយពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារតមកក្អែកញីរកកលពងទៀតនិយាយទៅកាន់ប្តីថាអ្នកបងជាទីពឹងគួរយើងលះបង់ចោលដើមឈើនេះទៅហើយហើរទៅរកដើមឈើឯទៀតអាស្រ័យនៅវិញព្រោះដើមឈើជាទីលំនៅយើងនេះប្រកបដោយភ័យអំពីពស់វែកចង្រៃវាចេះតែចាប់កូនយើងស៊ីញយតទៅយើងអស់មានកូនចៅតពូជពងទៀតហើយក្អែកឈ្មោលនិយាយតបវិញថាណែប្អូនសម្លាញ់ប្អូនកុំថប់អ្វីទុកងារឲ្យបងរឿងនេះងារឲ្យបងរឿងនេះឲ្យបងខំទ្រាំទល់ទុកវេទនាចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់មកហើយឥឡូវនេះបងអត់ទ្រាំទៅទៀតមិនបានទេក្អែកញីនិយាយនឹងក្អែកឈ្មោលថាចុះអ្នកបងធ្វើដូចម្ដេចទៅបើពស់វែកនោះមានកម្លាំងខ្លាំងច្រើនជាងយើងម្ល៉េះអ្នកបងអាចហ៊ានទៅតនឹងវាបានឬទេក្អែកឈ្មោលនិយាយប្រាប់ថានៅស្រះបោកខរណីទឹកថ្លាយល់ដីចិត្តទីឋាននោះមានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពៀតក្រសាលស្រង់ឧតកវេរីលេងសប្បាយរាល់ថ្ងៃក្នុងស្ថានសម័យស្ដេចតែងតែដោះព្រះសរងជាវិការនៃមាសសម្រាប់តែងព្រះអង្គទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទៅចុះទៅស្រង់ចូលប្អូនហើរទៅឆក់លួចយកខ្សែព្រះសរងជាវិការៈនៃមាសនោះដោយចម្ពុះហើយនាំយកមកទម្លាក់ក្នុងប្រងដែលពស់ចង្រៃវាអាស្រ័យនៅថ្ងៃមួយព្រះរាជបុត្រទាំងឡាយស្ដេចយាងមកស្រង់ក្រសាលឧតកវេរីមេក្អែកក៏ធ្វើដោយការគិតគ្នាទុកមុនគ្រានោះឯងព្រះរាជបុត្រទាំងឡាយបានតតឃើញមេក្អែកលបឆក់យកខ្សែព្រះសរងដូច្នេះស្ដេចចេញតាមក្អែកដើម្បីដណ្ដើមយកខ្សែព្រះសរងរហូតទៅដល់ប្រងទៅប្រទះឃើញពស់វែកនោះហើយក៏បបួលគ្នាវាយសម្លាប់ចោលបង់សៀតទៅអង